ភាពល្អក្រក់កម្មពៀននៅលើលោកនេះមានប៉ិតប្រកបមិនចាំបាច់យើងទៅតាមធ្វើបាបគេទេកម្មនឹងហុចផលឲ្យមនុស្សទាំងហើយអ្វីដែលយើងធ្វើល្អទេវតានឹងប្រទានពរជួយយើងបងប្អូនជឿទៅកម្មផលលើលោកនេះគឺមានប៉ិតប្រកបមែន1+1ចេញ2អត់អាចចេញ3វាជាច្បាប់ធម្មជាតិវាជាការប៉ិតនៅពេលណាដែលយើងខិតខំប្រឹងប្រែងហាត់ប្រាណយើងទទួលបានសុខភាពល្អយើងខំប្រឹងរៀនយើងចេះប្រឹងគិតយើងឆ្លាតតែបើយើងទៅធ្វើតារឿងអក្រក់យើងបានហើយយើងបានតែអាភាពថោកទាបមកហ្នឹងអញ្ចឹងហើយបានខ្ញុំនិយាយថាការបែងចែកឲ្យបានច្បាស់រវាងភាពខុសនិងត្រូវអ្វីដែលអាក្រក់អ្វីដែលល្អពេលដែលយើងស្គាល់ច្បាស់បងប្អូននឹងរស់នៅក្នុងផ្លូវត្រូវហើយអត់ចូលទៅក្នុងវងញ៉ៃញ៉ៃអត់ទៅអង្គុយបានដូចខ្ញុំបងប្អូនខ្ញុំអត់ដែរទៅអង្គុយក្នុងវងណាបានចូលអត់កើតខ្ញុំចូលអង្គុយតិចខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើអត់បានទេខ្ញុំសុំទោសចង់មកគឺខ្ញុំដើរចេញពីព្រោះទីមួយខ្ញុំអត់ចូលចិត្តស្ដាប់ឮសំដីមួយដែលខ្ញុំមានអារម្មណ៍ថានិយាយមកទ្រឹស្ដីខុសហើយខ្ញុំអត់ចង់ប្រកែកអញ្ចឹងខ្ញុំងើបដើរចេញនៅខ្លះដែលខ្ញុំមើលទៅឃើញតែគាត់បើកចិត្តគាត់ចង់ដឹងខ្ញុំនឹងចែកម្លែកតែបើខ្ញុំមើលឃើញថាអញចេះអញគ្រាន់បើគឺខ្ញុំសុំងើបចេញព្រោះខ្ញុំគិតថាខ្ញុំមិនអាចបង្ខំឲ្យគេមកយល់តាមខ្ញុំទេប៉ុន្តែសម្រាប់ខ្ញុំដឹងអ្វីខុសអ្វីត្រូវហើយបើគេគិតថាអាការធ្វើទង្វើបែបហ្នឹងត្រូវឲ្យគេធ្វើចុះបងប្អូនត្រូវដឹងថាមនុស្សអាក្រក់កាត់មកដើម្បីធ្វើអាក្រក់គេមានទ្រឹស្ដីសម្រាប់ការពារទង្វើអាក្រក់ហើយយើងមិនអាចទៅប្រកែកជាមួយមនុស្សដែលមានទ្រឹស្ដីការពារទង្វើអាក្រក់បានដោយសារព្រោះគេកើតមកធ្វើអាហ្នឹងហើយយើងអ្នកកើតមកធ្វើល្អយើងមិនអាចទៅអង្គុយស្ដាប់មនុស្សអញ្ចឹងទេ